គ្នានេះអូនសម្បត្តិបានចូលរួមកម្មវិធីសម្ពោធខ្សែភាពយន្តដំបូងរបស់អូនសម្បត្តិរឿងអ្នករាយស៊ុំប៊ីនៅអ៊ីអន2តែការប៉ັດគឺនឹងសម្ពោធតាំងពីថ្ងៃទី7ខែសីហាមកម្លេះតែម៉ាក់អូនលើកតែបានតែវីដេអូរួចយកមកផុសអូនមីងដឹងអត់ថ្ងៃកម្មវិធីបាយខ្លាំងណាស់ជាស្ថានភាពអូនទៅដល់អ៊ីអនដំបូងអូនដើរមើលព្រោះអត់ទាន់ដើរមកកម្មវិធីចូលតែចាំនៅក្នុងឡានជាមួយនឹងប៉ាបូរ៉ានិងម៉ាក់កាឡាបនៅក្នុងរឿងអ្នករាយស៊ុំប៊ីចុះមកលើកដងឡាភ្លុំក្រហមអូនក៏ដល់លេងតិចសិនទៅអូនសំទោសអូនចុះពីលើឡានមកមើលពេលដល់មកអូនចុះពីលើឡានចៃដងអីនេះក៏ភ្លៀងពូមីងឃើញអត់អូនត្រូវចុះពីលើឡានទាំងមេភ្លៀងមើលនឹងប៉ាបូរ៉ានិងម៉ាក់កាឡាបហើយជាពិសេសហ្មងអូនសម្បត្តិអរគុណប៉ាបូរ៉ាដែលបានរៀបចំឈុតឲ្យអូនក្នុងថ្ងៃ10ពិសេសហើយទៅឈុតហ្នឹងគឺអូនពាក់ខកខលជាមួយប៉ាបូរ៉ាហ្មងបងនិយាយស្អាតៗអូនសូមអរគុណដល់ពូពងដែលជួយបានឆាត់ឲ្យអូនបាទអរគុណនឹងរត់ដែលជួយផាត់មុខឲ្យអូនសម្រាប់កម្មវិធីដោយពិសេសហើយអូនសូមអរគុណពូមីងដែលតែគាំទ្រអូនហើយនេះជារឿងដំបូងរបស់អូនសូមពូមីងទៅចូលរួមទស្សនាឲ្យបានច្រើនហងបន្ទាប់ពីចូលមកដល់ខាងក្នុងអូនក៏បានមករកអីញ៉ាំឡើងតែសិនពូមីងឃើញអត់នៅក្នុងកម្មវិធីរបស់ញ៉ាំច្រើនមែនតើហើយអ្វីអូនចាប់អារម្មណ៍ជាងគេជា burger តូចដល់សាច់ខ្ជូតដូចអូនសម្បត្តិអញ្ចឹងអូនក៏សម្រាប់ចាប់យក burger មួយទៅញ៉ាំពូមីងមើល burger ខ្ជូតដូចអូនសម្បត្តិអត់អូនញ៉ាំយកកន្លែងតិចសិនព្រោះអូនធ្វើឡើងលើឆាកសឹងដៃជើតមួយប៉ាបូរ៉ានិងម៉ាក់កាឡាបពីសុខខ្លះនៅក្នុងរឿងអ្នករាយស៊ុំប៊ីនិយាយទៅអូនធ្វើអីទេមិនតែអោក៏ប៉ាបូរ៉ាអូនមានបើនិយាយទេមានតែប៉ាបូរ៉ានិងម៉ាក់កាឡាបនិយាយទាំងអស់មិនស្រួលមែនទេបន្ទាប់ដាក់សម្ដែងសូដល់រូបរាន់ពេលនេះគេថតរូបជុំគ្នាអូនក៏សូមអរគុណដល់អង្វាតែបានឲ្យបិទការអូនស្លាញ់ណាស់ព្រោះអូនដល់ខ្លួនឯងមកអូនក៏បានចូលមករឿងហើយពេលចិត្តបានស្លាញ់អូននិងបានថតរូបជាមួយអូនច្រើនមែនតែនហើយអូនសូមអរគុណមីងណាន់និងពូហួរដែលបានជួយស៊ុំប៊ីលេងមួយអូនហើយអូនក៏បានថតរូបជុំគ្នាមួយពូមីងថែមទៀតទុកជាអនុស្សាវរីយ៍អូនសម្បត្តិសង្ឃឹមថាពូមីងដែលបានមើលវីដេអូនេះហើយកុំភ្លេចមើលរឿងអ្នករាយស៊ុំប៊ីឲ្យបានច្រើនហើយជួយធំចុះអូនហងបាយបាយ